នេះខ្ញុំពាក់ស្បែកជើងច្រឡំមកបងប្អូនហើយតាថ្ងៃហ្នឹងត្រូវហាត់យកគូតចាត្រូវស្វតអញ្ចឹងស្បែកជើងនេះបានតែដើររត់ឬក៏ធាក់កង់អីទេចារត់ម៉ាស៊ីនអីអូខេប៉ុន្តែរឿងស្វតអត់ទេត្រូវតែរៀបព្រោះមិនអញ្ចឹងទេខ្ញុំបាត់កម្លាំងអញ្ចឹងការហាត់សំខាន់ណាស់ណាបងប្អូនស្បែកជើងចាព្រោះកូនសិស្សខុយម៉ាលីមកគឺខ្ញុំផ្ដោតទៅលើទម្រង់ទី1តិចនិចហាត់ទី2គឺការរៀបខ្លួនកៅអៅស្លៀកពាក់ស្បែកជើងគឺសំខាន់មែនតើចាពេលដែលយើងរៀបត្រូវយើងហាត់ទៅយើងមានលំនឹងហើយវាអត់បាត់បាឡែនយើងបាត់ការបដោតរបស់យើងបាត់លំនឹងយើងទេចាអាហ្នឹងគឺជាបទពិសោធន៍របស់ខុយម៉ាលីតែម្ដងចាឥឡូវនេះគឺថាហាត់អត់ដាក់ស្បែកជើងអត់ពាក់ស្បែកជើងតែម្ដងយេបហើយឥឡូវគឺខុយម៉ាលីចាប់ផ្ដើមបដោតថែរៀងឡើងមកវិញចាបន្ទាប់ពីខានហាត់រយៈពេលដាក់គីឡូខ្ញុំដាក់គីឡូដេញគឺខ្ញុំលែងដាក់ប្រហែលជាខ្ទង់កន្លះឆ្នាំឥឡូវនេះគឺខ្ញុំចាប់ផ្ដើមហាត់ឡើងវិញចាអញ្ចឹងមុននឹងដែលហាត់យើងស្វតដាក់គីឡូបានណាទាំងអស់គ្នាត្រូវចេះតិចនិចសិនបើទាំងអស់គ្នាមករៀនគឺខុយម៉ាលីនឹងបរៀនពីតិចនិចខុយម៉ាលីនឹងបរៀនពីតិចនិចនៃការហាត់មុនសិនព្រោះអត់អាចមកលើគីឡូហើយជង្គង់ក៏ខ្សោយតាគៀកក៏ខ្សោយហើយផ្លូវក៏ខ្សោយជើងក៏ខ្សោយអាក្បាលពោះនឹងក៏ខ្សោយអញ្ចឹងហាត់ដាក់គីឡូអត់កើតទេអញ្ចឹងគ្រោះថ្នាក់ហើយមិនមែនហាត់បានគូតទេតិចថាំងដាក់គីឡូធ្ងន់បានគូតបានតាគៀកលឿនឯអត់ទេចាសំខាន់ទៅលើ form ដែលយើងហាត់ត្រូវហើយនឹងទម្រង់ដែលយើងរៀបត្រូវហើយនឹងការដាក់គីឡូឲ្យត្រូវជាមួយរាងកាយនិង level របស់យើងអាហ្នឹងគឺជាបទពិសោធន៍របស់ខុយម៉ាលីបងប្អូនតែគិតថាអូយតើតាហាត់ធ្ងន់បានគូតបានតាគីអត់ទេអាហ្នឹងវាត្រូវមួយយ៉ាងដែរប៉ុន្តែមិនមែនត្រូវទាំងស្រុងថាអូតើតាដាក់គីឡូធ្ងន់បានគូតទេបើទាំងអស់គ្នារៀប form មិនទាន់ត្រូវតិចនិចមិនទាន់ត្រូវទេកុំដាក់គីឡូល្អជាងដែលស្អីកុំឲ្យមានគ្រោះថ្នាក់តែបងប្អូនហាត់ទៅឈឺជង្គង់ហាត់ទៅប្រឡែងក្បាលពោះអត់ចូលអញ្ចឹងអត់ទាន់មានលំនឹងអត់ទាន់មានបាឡែនហងហាត់ខាតទេចាហាត់ប្រើទម្ងន់ខ្លួនឲ្យស្ទាត់សិនហើយវគ្គថ្មីនេះគឺខុយម៉ាលីចាប់ផ្ដើមបើកនៅខែ6ណាទាំងអស់គ្នាចាប់ផ្ដើមចុះឈ្មោះឥឡូវហើយសម្រាប់អ្នកចង់ថ្នាក់វគ្គ VIP សម្រាប់បដោតទៅលើតាគៀកគូតហើយនឹងក្បាលពោះនិយាយទៅថ្នាក់នេះគឺបដោតយករៀងសម្រាប់ដែលនៅក្លឹបផ្ទាល់ណាចាទីតាំងបងប្អូនអាចឆាតសួរបន្ថែមទៀតទៅចាដើម្បីដឹងទីតាំងអូខ្ញុំនិយាយមែនហើយឥឡូវគឺខុយម៉ាលីកំពុងតែរៀប form នេះឃើញទេបងប្អូនគ្នាការហាត់នៅហ្នឹងណានៅជីមណាបងប្អូនគ្នាត្រូវដឹងពីមូលដ្ឋានគ្រឹះហេតុអីបានបងប្អូនគ្នាទៅហាត់នៅជីមអត់ហ៊ានហាត់នេះហ៊ានហាត់នោះមកពីបងប្អូនគ្នាអត់ដឹងតែបើមករៀនមួយខុយម៉ាលីគឺខុយម៉ាលីនឹងប្រាប់ទាំងអស់ពីមូលដ្ឋានគ្រឹះរៀបម៉ាស៊ីនបែបម៉េចដាក់តាណាការពារពេលដែលយើងហាត់ម្នាក់ឯងហ្នឹងតើយើងហាត់អត់មានគ្រោះថ្នាក់តើយើងគួររៀបបែបណានេះដូចជា SWOT អញ្ចឹងគឺខុយម៉ាលីរៀបឲ្យហ្មងណាទាំងអស់គ្នាឃើញប្រកាន់ដៃខាងក្រោមនេះនេះចេះចាហេតុឲ្យខ្ញុំដាក់ល្មមមករាងកាយយើងអញ្ចឹងទោះបីយើងផ្លាត់ស្នៀតវាធ្ងន់ជ្រុលឬក៏ផ្លាត់ស្នៀតអីគឺវាទៅនៅនឹងវាអត់សកត់លើខ្លួនយើងទេចាអញ្ចឹងការហាត់ដំបូងមានមូលដ្ឋានគ្រឹះហាត់អីក៏ដោយសម្រាប់ខ្ញុំខ្ញុំជ្រើសរើសមិនថារៀនជំនាញឬក៏ yoga ឬក៏កីឡាឬក៏ជារៀនសាឡនឬក៏កញ្ចក់អីទាំងអស់គ្នាត្រូវតែមានមូលដ្ឋានគ្រឹះសិនត្រូវតែរៀនមានគ្រូសិនរៀនពីបែបបត់របៀបរបបចាសិនបានទាំងអស់គ្នាពេលដែលយើងហាត់វាធ្វើឲ្យយើងនេះហាត់ដោយសុវត្ថិភាពហើយហាត់ឆាប់ទទួលបានផលហើយឆាប់ចេះចាមិនយើងនៅសុកចេះណាបងប្អូនរៀន handstand នេះចឹងខ្ញុំមិនមែនរៀនមកចេះខ្លួនឯងទេប៉ុន្តែខ្ញុំត្រូវតែរៀនសិនរៀនហើយបើខ្ញុំយកមកហាត់វឹកហាត់ខ្លួនឯងបូកផ្សំជាមួយនឹងការវឹកហាត់របស់យើងអញ្ចឹងឃើញយើងខ្លាំងតែម្ដងហើយជំនាញមិនថាទាំងអស់គ្នារៀនធម្មតាហាត់ដើម្បីរាងកាយហាត់ដើម្បីសុខភាពហាត់ដើម្បីសាងចំណូលគឺខុយម៉ាលីផ្ដោតទៅលើឲ្យទាំងអស់គ្នាចេះហាត់ខ្លួនឯងសិនចាសម្រាប់សិស្សបទពិសោធន៍សិស្សរបស់ខុយម៉ាលីគឺខ្ញុំផ្ដោតទៅលើទាំងអស់តាទាំងចេះហាត់ខ្លួនឯងទាំងមានទំនុកចិត្តលើខ្លួនឯងសិនបានយើងទៅបរៀនគេកើតចាមួយបើសិនជាយើងមិនទាន់ចេះផងតែយើងទៅបរៀនគេមិនចាអានឹងជាបទពិសោធន៍របស់ខុយម៉ាលីតែផ្ទាល់តែម្ដងចាហើយអូខេវគ្គថ្មីគឺខុយម៉ាលីបើកនៅខែក្រោយណាព័ត៌មានលម្អិតអាចឆាតសួរបន្ថែមបាយទាំងអស់គ្នា I love you អរគុណសម្រាប់ការស្រឡាញ់ចូលចិត្ត